សហគមន៍មួយនៅទីក្រុងភ្នំពេញមានប្រជាពលរដ្ឋជាច្រើនកំពុងរស់នៅលាយឡំជាមួយនឹងភ្នៅខ្មោចដោយពុំមានបានកម្មសិទ្ធិស្របច្បាប់និងប្រឈមបញ្ហាអសន្តិសុខមួយចំនួនសហគមន៍នេះស្ថិតនៅត្រើយខាងត្បូងទីក្រុងកោះពេជ្រមានឈ្មោះថាសហគមន៍ស្មោះសានមានទីតាំងនៅភូមិដើមស្លាយសង្កាត់ច្បារអំពៅ2ខណ្ឌច្បារអំពៅមានប្រជាពលរដ្ឋប្រមាណ150គ្រួសារដែលបានមករស់នៅតាំងពីសម័យខ្មែរក្រហមដួលរលំមកម្ល៉េះយើងអត់កូនយើងអត់លុយជួលគេបើជួលផ្ទះគេហៅលុយឲ្យគេអត់មានទៅទឹកភ្លើងទៅវាចូល70រៀលណាកូនបើផ្ទះ50ហើយនឹងទឹកភ្លើងទៀត20រៀលទៀតណាអញ្ចឹងវាអស់70អញ្ចឹងយើងវា30ម៉ឺនជាងហើយវានិយាយទៅលុយខ្មែរអញ្ចឹងយើងអត់មានសមត្ថភាពចាសិតតែឈឺហើយកូនកាលហ្នឹងកូនវានៅរៀននៅអីចឹងដល់ឥឡូវគ្នាវាមានប្រពន្ធមានអីចឹងទៅតាមប្រពន្ធអស់ហើយកូនណាទៅតាមប្រពន្ធអស់នៅតែខ្ញុំគ្រួសារហើយចិញ្ចឹមម្ដាយចាស់មួយតែ3នាក់នេះអ្នកស្រីឆែពៅគឺជាប្រជាពលរដ្ឋម្នាក់ក្នុងចំណោមប្រជាពលរដ្ឋផ្សេងទៀតដែលរស់នៅសហគមន៍ស្មោះសានផ្ទះរបស់គាត់ត្រូវបានសាងសង់លើភ្នំខ្មោចចំនួន5អ្នកស្រីនៅទីនេះជាង15ឆ្នាំមកហើយដោយប្រកបមុខរបរជាអ្នកលក់ត្រីកាលពីមករស់នៅដំបងគ្រួសាររបស់អ្នកស្រីត្រូវរស់នៅតែបង្ខំចិត្តព្រោះមានការភ័យខ្លាចជាមួយនឹងវិញ្ញាណខ្មោចផងនិងបញ្ហាសុខសុវត្ថិភាពសហគមន៍ផងមកទល់ពេលនេះគ្រួសាររបស់អ្នកស្រីថាការមើលឃើញនៅអំនោះខ្លះជារឿងធម្មតារបស់គ្រួសារអ្នកស្រីទៅហើយសិស្សភ្នៅនេះគាត់អាយុ80ឥឡូវចូល90ជាងជិត100ហើយក៏គាត់ស្លាប់តាំង8ជាងហ្នឹងណាទៅភ្នៅហ្នឹង20ឆ្នាំហើយអញ្ចឹងគាត់ហ្នឹងគឺយើងដាក់អីអត់បានទេទៅប្រាប់កូនចៅគាត់ឲ្យយើងឃើញហ្មងកាត់ដីកាត់អីវាស់ព្រមគាត់ណាហ្នឹងនិយាយហ្នឹងកូនឯងសួរគេបដុំនឹងគ្រប់គ្នានៅនេះមួយកុំឲ្យខ្ញុំឃើញតែមុនឲ្យវាឃើញអង្គុយនៅលើសដាហ្នឹងតម្លាក់សក់វែងឃើញប្រហែលថាជាមួយខែមុនចាហើយគាត់ថាខ្ញុំហើយខ្ញុំសក់វែងដែរគាត់ថាគាត់ស្មានតែខ្ញុំណាដល់តែពើងាកមុខទៅមិនមែនខ្ញុំសោះខ្មោចហ្នឹងចាគាត់មានចិត្តបាទនឹងនៅពីហ្នឹងកូននៅពីហ្នឹងឲ្យឃើញរាល់ថ្ងៃហ្នឹងឲ្យឃើញតែបានយើងមានអីយើងដាក់ទៅអីទៅសែនអីទៅមានដើមកំណើតជាអ្នកខេត្តព្រះសីហនុអ្នកស្រីអុកសារីមានមុខរបរជាអ្នកលក់នំកងរំលឹកថាគាត់បានមកតាំងលំនៅឋាននៅកន្លែងបញ្ចុះសពនេះតាំងពីឆ្នាំ1986ដោយសារជីវភាពខ្វះខាតនិងការលក់ផ្ទះនៅស្រុកកំណើតដើម្បីដោះស្រាយជីវភាពបើតាមការរៀបរាប់របស់អ្នកស្រីអុកសារីគាត់បានលើកឡើងថាយូរម្ដងគាត់បានឃើញវិញ្ញាណខ្មោចប៉ុន្តែហាក់លែងមានអារម្មណ៍ភ័យតក់ស្លុតទៀតហើយដោយសារស៊ាំនឹងការមើលឃើញបែបនេះទៅហើយពេលយប់ខ្ញុំអង្គុយធ្វើនំកងអញ្ចឹងអង្គុយឃើញមកអបតសនឹងងក់មើលអញ្ចឹងហើយខ្ញុំក៏នឹកឃើញថាប្រហែលជាឃ្លាននំកងមកទៅហើយដល់នេះក៏ដាក់នំកងឲ្យទៅប្រហែលថាបើឃ្លានណាយកហូបទៅហើយក៏មកខ្ញុំឃើញទៀតហើយក៏បាត់ទៅសប្តាហ៍ថ្ងៃរស់នៅជាមួយកូននិងចៅចំនួន4នាក់ស្ត្រីមេម៉ាយដែលមានវ័យ72ឆ្នាំរូបនេះក៏បារម្ភផងដែរថាផ្ទះដែលរស់នៅនេះពុំទាន់មានប្លង់កម្មសិទ្ធិឡើយដូចថាខ្វះខាតយើងវាគ្មានលុយដល់ទៅទិញដីទិញអីនៅអញ្ចឹងម្លោះចេះរស់នៅទីនេះអញ្ចឹងទៅមានគេមានឯងនៅនឹងទាំងអស់ដែរខ្ញុំរាល់ថ្ងៃខ្ញុំអត់ចង់បានអីចង់ថាបានកម្មសិទ្ធិកាន់ខ្លួនយើងអញ្ចឹងណារស់នៅកន្លែងហ្នឹងនិយាយរួមវាមានការកក់ក្ដៅខ្ញុំខ្លាចថាទៅឆ្ងាយទៅខ្ញុំខ្លាចដូចខ្ញុំនៅអូញ៉ាហេអញ្ចឹងសហគមន៍ស្មោះសានបង្កើតឡើងឆ្នាំ2005ជាតំបន់ដែលសម្បូរទៅដោយភ្នៅខ្មោចរបស់ចិនវៀតណាមនិងមួយចំនួនតូចជាភ្នៅរបស់ជនជាតិខ្មែរតំបន់នេះមានផ្ទះតូចប្រញឹកគ្នារីឯប្រជាជននៅទីនោះភាគច្រើនមានជីវភាពសត្វសោយតាំងពីដើមមកចំនួនភ្នៅនៅទីនោះមានប្រមាណ200ភ្នៅក៏ប៉ុន្តែដោយសារឃើញប្រជាពលរដ្ឋពិបាកក្នុងការរស់នៅជាមួយភ្នៅទាំងនោះទើបនៅឆ្នាំ1996អាជ្ញាធរបានបញ្ឈប់ការអនុញ្ញាតឲ្យយកសពមកបញ្ចុះនៅតំបន់នោះដូចមុនប៉ុន្មានឆ្នាំចុងក្រោយនេះដោយសារឃើញប្រជាសហគមន៍ពិបាកក្នុងការរស់នៅព្រោះគ្មានទឹកស្អាតអគ្គិសនីនិងមង្គលអនាម័យជាដើមទើបអង្គការក្រៅរដ្ឋាភិបាលនិងរដ្ឋាភិបាលបានជួយគាំទ្រសម្ភារៈមួយចំនួនដើម្បីសម្រួលដល់ការរស់នៅរបស់ពួកគេក៏ប៉ុន្តែមានបញ្ហាប្រឈមមួយចំនួនទៀតដែលពលរដ្ឋនៅទីនោះមានការព្រួយបារម្ភគឺបញ្ហាសុខភាពនិងបញ្ហាសន្តិសុខដែលបណ្ដាលមកពីបញ្ហាគ្រឿងញៀននិងក្មេងទំនើងមួយចំនួនផងដែរ
បញ្ហាមកនៅកន្លែងហ្នឹងទីដំបូងការដំបូងហ្នឹងវេទនាណាកូនវេទនាមែនតើណាណែគាត់ពូគាត់ស្រែកអាឡេអាឡូគាត់លក់ថ្នាំញៀនណាគាត់ស្រែកអាឡេអាឡូពេញតែមុខផ្ទះយើងហ្នឹងឲ្យតែម៉ូតូគេមកហ្នឹងគឺគាត់ណាហត់ចឹងអើយទីផ្សារចឹងហើយទៅចង់ទៅវាដដើមមួយគ្នាយកកាប់គ្នាវាយគ្នាទៅពេញដល់នឹងឈាមហូរលែអាឡាក់សឹកផ្លែដាវហើយមីងនឹងអូយញ័រឲ្យកូនណាកាលពីខែមិថុនាឆ្នាំ2018សាលារាជធានីភ្នំពេញបានផ្ដល់ជូនកន្លែងរស់នៅថ្មីដល់ប្រជាសហគមន៍ស្មោះសានព្រោះមិនចង់ឲ្យបន្តរស់នៅជាមួយនឹងខ្នុរខ្មោចប៉ុន្តែពួកគាត់បានបដិសេធព្រោះថានៅទីនោះមានទំហំដីតូចឆ្ងាយពីសាលារៀនមន្ទីរពេទ្យនិងសាលជាដើម